ជំរាបសួរបាទនេះគឺជាគ្រឹះភាសាបារាំងដំបូងហើយយើងត្រូវទន្ទឹងវាឲ្យចាំដូចយើងសូត្រធម៌និងតាសាអញ្ចឹងព្រោះអីគ្រឹះដំបូងហ្នឹងគឺយើងយកវាមកប្រើប្រាស់សម្រាប់បច្ចុប្បន្នភាពក្តីអតីតកាលក្តីអនាគតកាលក្តីគឺយើងយកមូលដ្ឋានគ្រឹះកិរិយាសព្ទពីរហ្នឹងគឺកិរិយាសព្ទ être តែថាគឺជាដល់ពេល avoir តែថាមានអញ្ចឹងកិរិយាសព្ទហ្នឹងបើសិនយើងប្រើវាអឺជា présent ហ្នឹងយើងប្រែធម្មតាអញ្ចឹងប៉ុន្តែកិរិយាសព្ទនិទានសគឺសំខាន់ទៅសំខាន់សម្រាប់យើងយកមកបំបែកកាលនីមួយៗកាលអតីតហើយនិងកាលអនាគតឥឡូវខ្ញុំបញ្យល់អញ្ចឹង être ហ្នឹងហើយនឹង avoir être ហ្នឹងគឺយើងប្រើនិយាយចាំគឺរូបមន្តវាអញ្ចឹងពេលដែលយើងយកមកប្រើជាមួយនឹងប្រធានមានដូចតទៅហើយនេះបកប្រែជាខ្មែរប្រធានមានដូចតទៅយើងមិនអាចប្រើវាថា je être ទេគឺប្រសិនបើយើងចង់ប្រើវាខ្ញុំគឺជា je suis tu es il est elle est អានឹងអាចជាប់គ្នាអញ្ចឹង elle est on est nous sommes vous êtes ils sont elles sont ហើយអីបាទ il elle មើលបកប្រែនេះ il នឹងជាពាក្យវចនៈភេទប្រុស elle ពាក្យវចនៈភេទស្រី il នេះឯកវចនៈភេទប្រុស elle ឯកវចនៈភេទស្រីអញ្ចឹងកិរិយាសព្ទនេះដើរតួសំខាន់ណាស់សម្រាប់យកមកបំបែកអូខេតទៅមុខទៀតខ្លីៗកិរិយាសព្ទ avoir ប្រែថាមានអញ្ចឹងបើថាខ្ញុំមានអត់មាន je avoir ទេគឺយើងត្រូវបំបែកវាតាមនឹងសួរថាមូលហេតុអីអានឹងគឺជាក្បួនខ្នាតរបស់ភាសាបារាំងចុះបើថាខ្ញុំមានគឺយើងប្រើ j'ai tu as il a elle a on a nous avons vous avez យ៉ាងចប់គ្នា ils ont elles ont អូខេកិរិយាសព្ទពីរនឹងសំខាន់មែនទែនត្រូវតែតន្ទិញឲ្យចាំសម្រាប់ក្មេងៗដែលរៀនថ្នាក់ភាសាបារាំងដំបូងហើយក៏ខ្ញុំយកមកដើម្បីរំលឹកឡើងវិញកែភ្លេចអញ្ចឹងយកមកមើលបើសិនចាំហើយល្អព្រោះអីយើងត្រូវរៀនតទៀតគឺយើងត្រូវរៀនការបំបែកជាអតីតកាលឬអនាគតកាលដោយយើងយកកិរិយាសព្ទគោលពីរនឹងមកប្រើអរគុណបាទ